ក្នុង GKN ហ្នឹងគេជួយទាំងអស់ថ្លៃស្នាក់នៅថ្លៃបងពុននៅក្នុងប្រទេសកូរ៉េបាទហើយនឹងសម្បត្តិយន្តហោះពេលដែលយើងទៅកូរ៉េដំបូងហើយនឹងពេលបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាសាជាថ្មីនៅក្នុងកម្មវិធី podcast និយាយប្រាប់បាទបែកគ្នារយៈពេល1អាទិត្យដោយសារតែខ្ញុំរវល់ការងារច្រើនបាទអញ្ចឹងយើងសម្រាប់1អាទិត្យឥឡូវយើងចាប់ផ្ដើមចូលនៅក្នុងអេពីសូតថ្មីបាទថ្ងៃនេះគឺភ្ញៀវពិសេសម្នាក់ទៀតហើយគឺជាភ្ញៀវម្នាក់ដែលខ្ញុំគោរពហើយឲ្យតម្លៃគាត់មែនទែនហើយក៏ជាសិស្សច្បងម្នាក់បាទដែលតែងតែជួយក៏ដូចជាផ្គត់ផ្គង់ខ្ញុំនៅពេលដែលខ្ញុំនៅកូរ៉េដែរចឹងកុំឲ្យខាតពេលយូរយើងមកជួបជាមួយនឹងភ្ញៀវកិត្តិយសរបស់យើងទាំងអស់គ្នាបាទជំរាបសួរបងជំរាបសួរបាទសូមជួយណែនាំខ្លួនតិចមកបងដំបូងអរគុណច្រើនដែលបានអញ្ជើញឲ្យខ្ញុំបានចូលរួមហើយនឹងសំណេះសំណាលហើយទី2ក៏អត់ដែលបានជួបគ្នាយូរអញ្ចឹងហើយយកពេលហ្នឹងមកនិយាយជាមួយគ្នាសំណេះសំណាលសាជាថ្មីម្ដងទៀតខ្ញុំឈ្មោះសេនីតហើយខ្ញុំបានទៅសិក្សានិងធ្វើការនៅប្រទេសកូរ៉េប្រហែល9ឆ្នាំហើយទើបតែត្រឡប់មកវិញឆ្នាំ2000ដើមឆ្នាំ2025ហើយនឹងធ្វើការនៅក្នុងក្រសួងរបស់កូរ៉េផងដែរឥឡូវនេះបាទវ៉ាវ9ឆ្នាំបាទខ្ញុំនៅតែ4ឆ្នាំខ្ញុំរកមកខ្មែរប្រហែលដងហើយបង9ឆ្នាំអញ្ចឹងមានន័យថា9ឆ្នាំហ្នឹងគឺបងបញ្ចប់ដល់ PhD ត្រូវអត់បងMaster ចាអូដោយសារបងធ្វើការនៅ2ឆ្នាំដែរធ្វើការថែមទៀតអូខេបាទអញ្ចឹងបងនាតគឺជាសិស្សច្បងធំរបស់ខ្ញុំបាទដោយសារតែគាត់គឺជាសិស្សចំនួនទី1នៅក្នុងសាលារបស់ខ្ញុំបាទហើយខ្ញុំគឺជាសិស្សចំនួនទី4អញ្ចឹងគាត់សិស្សច្បងធំមែនតើបាននៅលើខ្ញុំ3ថ្នាក់បាទហើយគាត់ក៏ជាសិស្សច្បងម្នាក់ដែលការនៅកូរ៉េយើងនៅខេត្តជាមួយគ្នាត្រូវអត់ហ្មងហ្នឹងហើយនៅក្នុងខេត្តជាមួយគ្នាបាទនៅក្នុងខេត្តមួយទោះបីយើងរៀនសាលាផ្សេងគ្នាប៉ុន្តែនៅខេត្តជាមួយគ្នាហើយពេលតនេយើងតែងតែជួបញ៉ៃរួមទៅថ្ងៃដូចជាថ្ងៃអាទិត្យថ្ងៃសៅរ៍បាទសៅរ៍អាទិត្យអីហ្នឹងជួបគ្នាច្រើនអញ្ចឹងទេពេលថ្ងៃឈប់សម្រាកក៏យើងជួបគ្នាច្រើនដែរបាទក៏ប៉ុន្តែនៅពេលដែលមកខ្មែរយើងរៀងរវល់រៀងខ្លួនសារបងក៏រវល់ច្រើនចា៎បាទខ្ញុំរវល់កប៉ិកកប៉ុករឿងខ្ញុំតិចតួចទៅបាទគាត់សូវបានជួបគ្នាហើយមួយទៀតពេលដែលនៅកូរ៉េគឺខ្ញុំបានគាត់ហ្នឹងឯងបាទជួយខ្ញុំសពគ្រប់ញ៉ៃរួមទៅតាំងពីខ្ញុំទៅកូរ៉េរហូតដល់ខ្ញុំមកវិញគឺគាត់ជួយខ្ញុំរហូតពេលទៅដល់តាក់ទងជាមួយនឹងការដែលធ្វើលេខទូរស័ព្ទកុងធនាគារID card ញ៉ៃរួមគឺគាត់ជួយមកសពហើយមួយទៀតតាក់ទងមួយនឹងការរស់នៅការញ៉ាំអីគាត់ណែនាំច្រើនបាទអញ្ចឹងគឺជាសិស្សច្បងម្នាក់ដែលខ្ញុំគោរពឲ្យតម្លៃខ្លាំងមែនទែនបាទអរគុណច្រើនបាទហើយក៏អរគុណម្ដងទៀតដែរបងចំណាយពេលបាទទោះបីថ្ងៃនេះថ្ងៃអាទិត្យត្រូវពេលសម្រាប់ក៏ប៉ុន្តែបងក៏ចំណាយពេលក្នុងការដែលយើងសំណេះសំណាលមួយគ្នាបាទឥឡូវយើងចូលសាច់រឿងរបស់យើងតែម្ដងទៅចា៎បាទគឺជាសំណួរមួយដែលខ្ញុំតែងតែសួរភ្ញៀវកិត្តិយសឲ្យតែនៅពេលដែលចូលរួមកម្មវិធីគឺខ្ញុំសួរតើតើជាមួយនឹងរឿងរ៉ាវជីវិតហេតុផលក៏ដូចជាមូលហេតុអីបានចាប់ផ្ដើមរៀនភាសាកូរ៉េអញ្ចឹងខ្ញុំក៏ចង់សួរបងដូចគ្នាដែរតើមានមូលហេតុអីដែលធ្វើឲ្យបងចាប់ផ្ដើមរៀនភាសាកូរ៉េបើសិនជានិយាយមូលហេតុគឺអត់មានអីទាំងអស់គ្រាន់តែភ្ញាក់ឡើងស្អែកឡើងម៉ាក់ប្រាប់ថាឲ្យទៅរៀននៅសាលាកូរ៉េមកវិញចឹងហើយទៅមិនបើអត់តដាក់កាក់លិខិតលាឈប់អីផងចឹងទៅយើងត្រូវធ្វើសភៅតាមដានអីទេប៉ុន្តែម៉ាក់គាត់បានថាគ្រូជនជាតិកូរ៉េគាត់បានណែនាំឲ្យចូលក្នុងសាលាកូរ៉េដែលគេជួយទាំងការស្នាក់នៅទាំងការចំណាយលើរៀនដូចថាយើងមិនត្រូវការថ្លៃបង់សាលាអីអញ្ចឹងហើយវាជាសាលាអន្តរជាតិដែរប៉ុន្តែយើងអត់ត្រូវការបង់លុយអីអញ្ចឹងហើយគេផ្ដល់ចំណេះដឹងច្រើនជាងយើងរៀននៅខេត្តនៅជនបទអញ្ចឹងហើយក៏គាត់បញ្ជូនឲ្យមករៀនអញ្ចឹងហើយដូច្នេះហើយគឺមិនមែនបំណងរបស់ខ្ញុំឬមួយក៏ថាខ្ញុំសម្រេចចិត្តអីត្រូវរៀនភាសាកូរ៉េហ្មងទេគឺថាម៉ាក់ថាវិចបំវិចទៅគឺវិចបំវិចអត់មានទេអូខេអញ្ចឹងគឺជាការដែលម៉ាក់បញ្ជូនញ៉េខ្ញុំចាប់បានពាក្យមួយម៉ាត់បញ្ជូនញ៉េមិនម៉ាក់ណែនាំមកថាកូនលួងអីទៅគឺម៉ាក់បញ្ជូនឲ្យទៅអត់មានថាអូសុំឲ្យកូនទៅរៀនអីស្អែកឡើងគាត់ឲ្យរៀបចំឲ្យបានហើយអស់ហើយអញ្ចឹងឡើងទៅពេញជាមួយម៉ាក់
Wow, saha, cái saha. ចា៎ បាទក៏ប៉ុន្តែសំខាន់គឺយើងស្ដាប់បង្គាប់គាត់ដែរត្រូវអត់បង ហ្នឹងហើយស្ដាប់បង្គាប់គាត់ដែរ បាទអញ្ចឹងដោយសារតែអឺការសម្រេចចិត្តរបស់ម៉ាក់ហើយមួយទៀតអឺការដែលបងស្ដាប់បង្គាប់ឬមួយក៏ទទួលយកនៅការសម្រេចចិត្តរបស់ម៉ាក់ទើបធ្វើឲ្យបងអញនិយាយបានថាធ្វើឲ្យមានថ្ងៃនេះត្រូវអត់បង ចាហ្នឹង បា ហើយ ទ ហ្នឹងក៏ជាការអរគុណដល់គាត់មួយដែរ បាទ ចឹងជួនកាលទោះបីជា ហឹម ការសម្រេចចិត្តរបស់ប៉ាម៉ាក់របស់យើងវាមិនសូវជាត្រូវនឹងចិត្តយើង100%ប៉ុន្តែជួនកាលដោយសារគាត់ជាមនុស្សចាស់ ហ្នឹង បាទគាត់អាចមើលឆ្ងាយជាងយើងបាទអញ្ចឹងកូនគ្រប់គ្នាបាទស្ដាប់បង្គាប់ឪពុកម្ដាយ ស្ដាប់មិនបាច់ចាំសួរច្រើន បាទគាត់ឲ្យធ្វើអីធ្វើហ្នឹងទៅបាទគាត់មិនដែលចង់ឲ្យកូនអាក្រក់ទេត្រូវអត់បង ហ្នឹងហើយ បាទអញ្ចឹងនៅពេលដែលម៉ាក់បញ្ជូនមកភ្នំពេញមកបងក៏ចាប់ផ្ដើមរៀនភាសាកូរ៉េនៅពេលហ្នឹងនៅក្នុងឆ្នាំណាដែរបង តែនៅឆ្នាំ2008 2008 ខែបាទបើតាមអញ្ចឹងប្រហែលជាខែ2ឬខែ3ហ្នឹង អូ2008ខ្ញុំទៅតែអាយុ9ឆ្នាំអីហ្នឹងបាទអញ្ចឹងពេលហ្នឹងគឺចូលរៀននៅក្នុងសាលាហ្នឹងហើយគឺជាសិស្សជំនាន់ទី1ទៀតត្រូវអត់បង ហ្នឹងហើយជាសិស្សជំនាន់ទី1ហើយកាលហ្នឹងក៏អត់មានគ្រូច្រើនដែរមានគ្រូតែ2នាក់3នាក់អី បាទ ហើយគ្រូក៏សុទ្ធតែជាគ្រូអត់ចេះខ្មែរទៀត អូ ហឹម អូឈប់យេត្រូវហើយការខ្ញុំនឹកចាំថាពេលដែលខ្ញុំចូលរៀនដំបូងក៏ដូចគ្នាដែរសិតតែគ្រូតែការខ្ញុំចូលគ្រូខ្លះគាត់ចេះខ្មែរ ចា តែការបងចូលរៀនគ្រូអត់ចេះខ្មែរហើយបរៀនហើយដល់ពេលអញ្ចឹងនិយាយស្ដាប់គ្នាកើតដែរហ្មង អត់ដឹងកាលនោះអត់ដឹងថានិយាយគ្នាបែបណាព្រោះអីគ្រូគាត់ក៏ទៅតែមកស្រុកខ្មែរបានប្រហែល2-3ខែដូចគ្នា បាទ ហើយសិស្សក៏ទៅតែឡើងមក ពីខេត្តភ្នំពេញគ្នានិយាយរួមរៀនអត់ដឹងថារៀនមិនបានយល់ជាមួយគ្នា អូ តែកាលហ្នឹងប្រហែលគាត់បើតាមបងចាំគាត់ធ្វើកាយវិការច្រើន អូ ដូចពាក្យគាត់បញ្យល់ពាក្យថាស្លឹកឈើអញ្ចឹងគាត់រត់ទៅកាច់ស្លឹកឈើ មែកឈើមកថានេះឯងស្លឹកឈើគាត់ថាផ្លែឈើអញ្ចឹងគាត់រត់គាត់ថាដល់ម៉ោងរៀនអំពីវិទ្យាសាស្ត្រអញ្ចឹងគាត់ទិញផ្លែប៉ោមទិញក្រូចទិញអីមកគាត់ថាអូអានេះក្រូចអានេះប៉ោម អានេះគាត់បង្រៀន អូ ភាគច្រើនគាត់រៀនបង្រៀនឲ្យកាយវិការ បាទបងខ្ញុំស្ដាប់ទៅការជំនាន់ខ្ញុំចូលរៀនដំបូងពិបាកមែនប៉ុន្តែ បើសិនជាសម័យមើលអំពីទស្សនវិជ្ជារបស់ខ្ញុំគិតថាបើសិនជាខ្ញុំមិនស្រួលខ្ញុំរត់ចេញពីសាលាតាំងពីយូរណាស់ មានអ្នកដេកយំហើយមានអ្នករត់ចេញទៅ ប្រហែលជាយើងចាំហើយប្រហែល បា គាត់ ទ មានពេលអញ្ជើញគាត់មកដែរព្រោះអីគាត់អ្នកនេះ អូ បើសិនជាគាត់មើលវីដេអូនេះក៏គាត់ដឹងថាខ្លួនគាត់នេះ កាលនោះ អូ គាត់ ខេ គាត់រស់រឿងយំហើយគាត់រត់ចេញទៅផ្ទះ អូ ហើយនេះ មុនគេ បាទចឹងដោយសារតែគាត់គឺបងនៀតគឺជំនាន់ទី1អញ្ចឹងនៅពេលដែលចូលទៅអត់មានអ្នកណែនាំអត់មានសិស្សច្បងនៅពីលើគាត់ទេ ដឹង គឺពួកគាត់ជាសិស្សច្បងបើជំនាន់ពួកខ្ញុំបើសម្រាប់ខ្ញុំចូលទៅមានសិស្សច្បងនៅលើខ្ញុំ3ថ្នាក់អញ្ចឹងមានសិស្សច្បងគាត់ណែនាំគាត់ប្រាប់ឬមួយក៏ពេលរៀនអីយប់ឡើងយើងរៀនភាសាកូរ៉េអត់ចេះអីសិស្សច្បងតែងតែប្រាប់ឬក៏មានអញនិយាយបានថាសិស្សច្បងគឺជាវចនានុក្រមសម្រាប់ពួកខ្ញុំបាទអត់ចេះអីសួរទៅពួកគាត់ដឹងទាំងអស់ក៏ប៉ុន្តែសម្រាប់បងគឺអត់មានវចនានុក្រមទេ អត់មាន បាទគឺបងជាអ្នកបង្កើតវចនានុក្រមតែម្ដង ប្រកាសខ្លួនឯង បាទដូច្នេះហើយគឺសម្រាប់សិស្សច្បងជំនាន់ទី1គឺខ្ញុំគោរពគាត់មែនទែនមិនមែនថាតែគោរពតែសិស្សច្បងជំនាន់ទី1ឲ្យតែសិស្សច្បងក៏ខ្ញុំគោរពក៏ប៉ុន្តែជាពិសេសគឺសិស្សច្បងជំនាន់ទី1ដោយសារតែពួកគាត់ឆ្លងកាត់រឿងរ៉ាវច្រើនជាងពួកខ្ញុំបាទឥឡូវខ្ញុំចង់និយាយរឿងតាក់ទងនៅក្នុងសាលានឹងតិចណាបង បាទដោយសារតែយើងបងគឺជាសិស្សជំនាន់ទី1អញ្ចឹងនៅពេលដែលចូលទៅដូចបងនិយាយអញ្ចឹងគឺសុទ្ធតែជាសិស្សមកពីខេត្តអត់ដែលស្គាល់គ្នាហើយយើងមករស់នៅក្នុងដំបូលតែមួយនៅក្នុងអគារតែមួយឬក៏កន្លែងតែមួយមជ្ឈដ្ឋានតែមួយនៅពេលហ្នឹងតើខ្ញុំជឿថាប្រកាសជាមានរឿងរ៉ាវជាច្រើនដែលយើងអឺមិនត្រូវគ្នា ឬមួយក៏មានបាទមានទំនាស់មានអីដោយសារកាលហ្នឹងយើងនៅក្មេងដែរត្រូវអត់បងចឹងខ្ញុំចង់សួរថាតើអ្វីដែលជាផលពិបាកជាងគេសម្រាប់បងនៅពេលដែលបងចូលរៀននៅក្នុងសាលាហ្នឹងដំបូង កាលពេលរៀននៅសាលាហ្នឹងដំបូងអ្វីដែលពិបាកជាងគេដូចនិយាយមិញអញ្ចឹងគឺថាគ្រូគាត់អត់ចេះភាសាខ្មែរ បាទ ហើយយើងអ្នកមកពីខេត្តយើងក៏អត់សូវដឹងវប្បធម៌អ្នកគេអ្នកនៅភ្នំពេញ អូ ឬមួយក៏អ្នកមកពីខេត្តផ្សេងៗអញ្ចឹងដូច បា ថា ទ
គេប្រើភាសាដូចរដើនឬមួយក៏ប្រើភាសាតាមស្រុកតាមតំបន់អីចឹងហើយថាភាសាកូរ៉េអត់យល់ហើយនិយាយភាសាខ្មែរអត់ត្រូវអាគ្នាភាសាទៀតខ្មែរគ្នាឯងនេះអត់យល់ទៀត តាំងពេលហ្នឹងដែលផលដែលពិបាកជាងគេគឺនិយាយគ្នានឹងឯងគឺអឺទីមួយគឺថាមិនថាភាសាកូរ៉េមិនថាភាសាខ្មែរគឺសឹងស្ទើរយល់គ្នាទាំងអស់ដូចកាលនោះដូចចាំគេហៅដាច់កេះអីវ៉ាន់គេមិនមែនហៅដាច់កេះគេហៅដាច់ភ្លើងហៅដាច់ខាត់អីអញ្ចឹងដល់ពេលអូហើយគេផ្ដាល់ឲ្យយើងទៅយកដល់ពេលយើងអាហ្នឹងអីគេដើរទៅរកមិនឃើញគេស្ដីឲ្យមានរបៀបអញ្ចឹងបាទអូចា បាទចាំចំណាំកាលហ្នឹងគេថាអ្នកមកតាមតំបន់ផ្សេងៗគេសុទ្ធតែប្រើពាក្យភាសារ៉ាដើនគេគ្រប់ហ្នឹងគ្នាហើយអញ្ចឹងកាលជំនាន់ហ្នឹងឲ្យក្មេងនៅទូចៗអញ្ចឹងកែភាសានៅភ្នំពេញអត់ទាន់បានច្បាស់ហើយហ្នឹងហើយបងបាទ អញ្ចឹងការរស់នៅហើយការនិយាយគ្នាហ្នឹងគឺពិបាកមែនតើបាទអញ្ចឹងអ្វីដែលសំខាន់គឺតាក់ទងជាមួយនឹងភាសាបាទដោយសារតែសាលាហ្នឹងគឺខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនម្ដងទៀតដោយសារតែអ្នកភ្ញៀវដែលខ្ញុំអញ្ជើញមកហ្នឹងគឺសុទ្ធសឹងតែជាអ្នកចេញពីសាលាហ្នឹងទាំងអស់អញ្ចឹងសាលាហ្នឹងគឺជាសាលាដែលយើងរស់នៅជុំគ្នារៀននៅហ្នឹងហើយនិយាយរួមទៅសុទ្ធតែអ្នកមកពីខេត្តហើយយើងរស់នៅជុំគ្នាបាទអញ្ចឹងតាក់ទងមួយការនិយាយស្ដីពិបាកបាទការដែលខ្ញុំចូលរៀនហ្នឹងនៅក្នុងថ្នាក់ខ្ញុំមានសិស្សមកពីព្រៃវែងមកពីអ៊ីកពតដូចជាអត់មានទេព្រៃវែងហើយនឹងបាត់ដំបងច្រើនកាលហ្នឹងពេញតែខ្ញុំតែឯងទេមានពាក្យខ្លះហ្នឹងខ្ញុំពិបាកនេះដែរដូចជារំចង់ហើយនឹងផលិតបាទអ្នកខ្លះទៅថារំចង់ហ្នឹងគឺជាផលិតអ្នកខ្លះទៅថាផលិតហ្នឹងគឺជារំចង់បាទអ្នកខ្លះទៅចានដែកហ្នឹងហៅទៅជាអីផ្សេងអញ្ចឹងទៅបាទអញ្ចឹងបន្ទាប់ពីបងរៀនចប់នៅនឹងថ្នាក់ទី12មកបងក៏បានទៅរៀនបន្តនៅប្រទេសកូរ៉េចង់សូមសួរបងថាពេលហ្នឹងបងរៀនមុខវិជ្ជាគេដែរមកកាលហ្នឹងរៀនជំនាញទេសសាស្ត្រសត្វពាក្យខ្មែរយើងមិនដល់ជំនាញខាងកសិកម្មនិយាយឲ្យស្រួលខ្លីទៅវិទ្យាសាស្ត្រកសិកម្មបាទនៅប្រទេសកូរ៉េហ្នឹងបាទហើយបងការទៅរៀនហ្នឹងដូចជានៅក្នុងឆ្នាំណាដែរបងឆ្នាំ2016 2016បាទហើយអ្វីដែលខ្ញុំនឹកចាំហ្នឹងគឺបងដូចជាសិស្សជាប់អាហារូបករណ៍ GKS មុនគេហ្នឹងហើយជាប់នៅខ្មែរហ្នឹងហើយបាទហើយតាមពិតទៅខ្ញុំក៏មិនសូវដឹងដែរ GKS ដោយសារតែខ្ញុំធ្លាប់ធ្លាក់ GKS ម្ដងបាទអញ្ចឹងរៀងមានស្នាមរបួសតាក់ទងមួយនឹង GKS តិចបាទក៏ប៉ុន្តែខ្ញុំគិតថាប្រធានបទតាក់ទងមួយនឹង GKS នេះល្អដោយសារតែបច្ចុប្បន្ននេះក៏មានសិស្សដែលគាត់នៅតែបន្តទៅរៀននៅកូរ៉េដែរហើយក៏មានសិស្សជាច្រើនដែលពួកគាត់កំពុងតែរកអាហារូបករណ៍ហើយខ្ញុំគិតថាអាហារូបករណ៍ GKS នេះគឺល្អមែនទែនសម្រាប់និស្សិតចា៎បាទដូចជាសិស្សខ្ញុំដែលខ្ញុំបរៀននោះអ្នកខ្លះគាត់ចង់ដាក់ GKS ទៅដែរឬក៏អ្នកដែលខ្ញុំស្គាល់ហ្នឹងគាត់សួរតាក់ទងមក GKS ដែរបាទអញ្ចឹងខ្ញុំជឿជាក់ថាអេពីសូតមួយនេះប្រហែលជាអាចនឹងផ្ដល់ជំនួយដល់បងប្អូនឬមួយក៏សិស្សនិស្សិតបាទឬមួយក៏បងដែលគាត់ចង់ដាក់ GKS ទៅរៀននៅកូរ៉េបាទឥឡូវយើងចូលប្រធានបទ GKS តិចបាទឥឡូវបងអាចបញ្យល់តាក់ទងមួយ GKS ហ្នឹងគឺជាគេដែរ GKS ហ្នឹងគឺជាអាហារូបករណ៍របស់រដ្ឋកូរ៉េដែលគេផ្ដល់ឲ្យសិស្សទូទាំងប្រទេសឲ្យថាទូទាំងសកលលោកហើយនៅក្នុង GKS ហ្នឹងគឺយើងមានប្រាក់ថ្លៃបង់សាលាបើសិនជាសម្រាប់សិស្សundergrad គេយើងរៀនចំនួន4ឆ្នាំហើយយើងមានពេលយើងរៀនថ្នាក់ពិសាក៏គេជួយយើងតាំងពីថ្នាក់ពិសាមកហើយក៏មានថ្នាក់សម្រាប់Master PhD ហើយនឹងPostdoc ដូចគ្នាគឺគេមានគ្រប់ថ្នាក់ហើយគេជួយទាំងអស់ឲ្យតែយើងជាប់អាហារូបករណ៍ហ្នឹងហើយមិនត្រឹមតែជួយក្នុងហ្នឹងទេគឺថានៅក្នុងអាហារូបករណ៍ហ្នឹងគឺយើងមានថ្លៃស្នាក់នៅហើយនឹងថ្លៃបង់ពន្ធនៅក្នុងប្រទេសកូរ៉េហើយនឹងសម្បត្តិយន្តហោះពេលដែលយើងទៅកូរ៉េដំបូងហើយនឹងពេលយើងរៀនចប់ត្រឡប់មកប្រទេសខ្មែរវិញបាទហ្មងបាទអូអញ្ចឹងមានន័យថានៅក្នុងកញ្ចប់ GKS ហ្នឹងគឺមានមួយសពនិយាយរួមទៅបាទគេឲ្យយើងឲ្យ GKS មានន័យថាយើងជាប់ GKS ហ្នឹងយើងគ្រាន់តែទៅកូរ៉េរៀនទៅមិនបាច់ហ្នឹងហើយគ្រាន់តែរៀនបាទមិនបាច់ចាំព្រួយបារម្ភពីរឿងរលុយឬមួយថវិកាឬក៏ការចាយវាយទេបាទគឺនៅក្នុងហ្នឹងមានមួយសេតទាំងអស់បាទជាកញ្ចប់មានទាំងថ្លៃសាលាមានទាំងថ្លៃស្នាក់នៅឬក៏ថ្លៃយន្តហោះថ្លៃអីផ្សេងទៀតមានទាំងអស់បាទហើយសម្រាប់ការដែលចុះឈ្មោះ GKS បាទហ្នឹងយើងចុះឈ្មោះតាមណាឬមួយក៏យើងចុះឈ្មោះដោយរបៀបណាខ្ញុំសូមឲ្យបងជួយបញ្យល់
បន្តិច ការចុះឈ្មោះដាក់ពាក្យGKS ហ្នឹងគឺមាន2មានយើងដាក់តាមសាកលវិទ្យាល័យផ្ទាល់ហើយមួយទៀតគឺយើងដាក់តាមស្ថានទូត អូ អញ្ចឹងថាដូចថាយើងនៅស្ថានទូតខ្មែរអញ្ចឹងនៅពេលដែលទូតគេប្រកាសយើងអាចដាក់ពាក្យតាមស្ថានទូតហ្នឹងហើយយើងអាចរើសសាកលវិទ្យាល័យចំនួន3បាន បា បើសិនជាយើងជាប់មួយណាអញ្ចឹងយើងទៅមួយហ្នឹងក៏បានឬមួយក៏ពេលដែលយើងជាប់ទាំង3យើងអាចរើសយកសាកលដែលយើងចង់ទៅ អូ អពេញចិត្តជាងគេអញ្ចឹង បាទ បានប៉ុន្តែបើសិនជាយើងដាក់តាមសាកលវិទ្យាល័យគឺយើងដាក់បានតែមួយទេ បាទ ប៉ុន្តែគ្រាន់ថាយើងដាក់តាមសាកលវិទ្យាល័យគឺវាអាចមានលទ្ធភាពជាប់ច្រើនជាងដាក់ស្ថានទូតព្រោះអីនៅខាងទូតគឺថាមនុស្សគេដាក់រាប់ពាន់រាប់ម៉ឺននាក់អញ្ចឹង បើតាមសាកលគឺថាគេដាក់តែម្នាក់ពីរនាក់អញ្ចឹងវាអត់សូវមាន បាទ ហ្នឹង ចុះសម្រាប់ការដែលដាក់ GKS ហ្នឹងគឺអ្នកណាក៏អាចដាក់បានដែរមែនបងឬមួយក៏គេមានលក្ខខណ្ឌអីផ្សេងទៀតអត់ បើសិនជាយើងដាក់ថ្នាក់បញ្ញាធម្មតាគឺចាប់ពីអាយុ18ឡើង18ឆ្នាំទៅដល់20បើឥឡូវប្រហែលជាគេប្ដូរទៀតហើយអញ្ចឹងប្រហែលជាត្រឹម25ឬ27អីហ្នឹង បាទ បានហើយបើ Master គឺអត់ក្រោមអត់លើសពីអាយុ35ឆ្នាំអញ្ អូ ចឹង ខេ ហ្នឹងហើយបើ PhD អត់ក្រោមអាយុ40អាចដាក់បានដូចគ្នា បាទ តែបើមើលឥឡូវគេកែរាល់ឆ្នាំអញ្ចឹងប៉ុន្តែបើតាមគោលដៅគេប្រហែលជាត្រឹមនឹងឯងគឺអត់ដូរទៀតអញ្ចឹងណាអញ្ចឹងបណ្ណាគេក៏អាចដាក់បានដែរចាប់ថ្នាក់ទី12អាចដាក់បានភ្លាម អូខេអញ្ចឹងមានន័យថានៅក្នុងអាយុនៅក្នុងវ័យដែលយើងអាចរៀនសូត្របានហ្នឹងគឺបាទយើងរើសទៅយើងនៅក្នុងវ័យណាបាទយើងចង់រៀនថ្នាក់ណាបាទយើងចង់រៀននៅផ្នែកមួយណាបាទហ្នឹងយើងរើសខ្ញុំគិតថាគេបង្កើត program នេះមកល្អមែនតើបាទជួយសម្រាប់ឬមួយក៏ផ្ដល់ឱកាសសម្រាប់សិស្សដែលគាត់មានបំណងដោយសារតែនេះគេមិនមែនឲ្យតែសម្រាប់ខ្មែរយើងទេគឺឲ្យ គេឲ្យទូទាំងប្រទេស បាទទូទាំងពិភពលោកអញ្ចឹងអានេះខ្ញុំគិតថាវាក៏ជាmarketing ឬមួយគោលនយោបាយរបស់កូរ៉េមួយល្អដែរបាទគឺផ្ដល់អត្ថប្រយោជន៍ឬមួយក៏ផ្ដល់ឱកាសឲ្យជនជាតិចូលនៅក្នុងប្រទេសគេច្រើនបាទខ្ញុំគិតថាបើខ្មែរយើងមាន program ទៅមុខទៀតមិនឥឡូវទេបាទទៅមុខទៀតបើសិនតែប្រទេសយើងរីកចម្រើនឡើង level ខ្ពស់ដូចគេដែរយើងមាន program បែបហ្នឹងគឺល្អមែនតើដោយសារតែនេះវាជួយដល់វិស័យទេសចរដែរអានេះតាមគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំណាបងជួយហ្នឹងហើយជួយបានគ្រប់វិស័យជួយបានទាំងវិស័យទេសចរទាំងការគេថាពេលដែលយើងរៀនចប់ទៅយើងបានធនធានមនុស្ស បាទហ្នឹងហើយ ជាតិ បាទអញ្ចឹងសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍បាទកុំភ្លេចអានេះយើងតាមដានព័ត៌មាននៅតាមណាដែរបង បើជាសំខាន់ដូចថាព័ត៌មានដែលចេញច្បាស់លឿនជាងគេមានតែនៅក្នុង website របស់ GKS ហ្នឹងឯងហើយបើសិនជាយើងអត់សូវចង់ចូលមើលទេយើងអាចចូលមើលក្នុង web ស្ថានទូតកូរ៉េឬមួយក៏ចូលក្នុងសមាគមសិស្សដែលបានរៀនចប់មកពីប្រទេសកូរ៉េហ្នឹងគឺយើងមានសមាគមហើយយើងមានជា Facebook page អញ្ចឹងអាចចូលមើលក្នុងហ្នឹងក៏បានបាទបងបាទមាន3ហ្នឹងបាទដូចខ្ញុំធ្លាប់ឃើញដែរខាង GKS ក៏គាត់ធ្វើវីដេអូឬធ្វើ content ឬមួយក៏មាននិស្សិតដែលគាត់ចេញជាវីដេអូតាក់ទងមួយនឹងការរៀបចំដាក់ GKS នឹងច្រើនដែរចាហ្នឹងខ្ញុំក៏មាននៅក្នុងវីដេអូហ្នឹងដែរអញ្ចឹងអាចចូលក្នុង web ស្ថានរបស់ស្ថានទូតកូរ៉េហើយអាចសិក្សាអំពីការដាក់ពាក្យឬមួយក៏ធ្វើសរសេរ personal statement ឬមួយក៏សរសេរ study plan អីគឺមាននៅក្នុងហ្នឹងទាំងអស់យើងអាចចូលមើលនៅក្នុង website ហ្នឹងទៅគឺមានហើយបាទហ្នឹងហើយថ្ងៃមុនដូចជាឃើញបងបើកសិក្ខាសាលាគេខាងសមាគមគេបើកសិក្ខាសាលាឲ្យដែរថាបងហ្នឹងហើយខ្ញុំបានទៅធ្វើសិក្ខាសាលាសម្រាប់ពួកគាត់ដែលចង់ដាក់ GKS ដូចគ្នាដែរពេលដែលខ្ញុំស្ដាប់ការចែកចាយរបស់បងមកខ្ញុំនៅតែមានកូនចិត្តមួយទៀតគឺអរគុណបាទនិយាយរួមអរគុណដល់សិស្សច្បងបាទមិនថាតែសិស្សច្បងនៅក្នុងសាលាសិស្សច្បងផ្សេងទៀតនៅក្នុងសង្គមដោយសារតែមានសិស្សច្បងមានអ្នកដែលគាត់ធ្លាប់ដើរពីមុនហ្នឹងហើយបានយើងជំនាន់ក្រោយនេះមានផ្លូវស្រាប់បាទមានន័យថាយើងអាចមើលឃើញគំរូឬក៏មើលឃើញផ្លូវនឹងស្រាប់យើងគ្រាន់តែព្យាយាមខ្លួនឯងទៅដើរតាមផ្លូវដែលគេប្រាប់ហ្នឹងទៅគឺយើងអាចទៅដល់គោលដៅឬមួយក៏យើងក៏អាចទទួលបានឱកាសដូចជាពួកគាត់ចឹងដែរបាទអញ្ចឹងនេះបានគេថាសេះច្បងមួយជីវិតសេះច្បងម្ដងគឺសេះច្បងមួយជីវិតបាទគឺគាត់អាចខ្លាចទៅជាជំនួយឬក៏ណែនាំយើងរហូតបាទអញ្ចឹងអរគុណមែនទែនសម្រាប់ព័ត៌មានGKS ដែលបងចែករំលែកបាទទោះបីជាវាមិនសូវជា
về nhà nào cả đó mình ta nhung cái tha bom mình nói cứ group cron này bà sầm rạp dương ai tìm điệp trong luôn có đôi chín này là trong chạp bạc cả chi khẽ sầm rạp nhóm bàn chạp bạc cảได้ก็bàn tay chạp bạc bàn អ ai ត់ nem បញ្ chi ហាអីព្រោះអីអ្នកខ្លះគេមិនដាក់តែម្ដងជាប់ទេគេដាក់2ដងឬ3ដងដូចគ្នាដែរអញ្ចឹង អញ្ចឹងតាមពិតទៅខ្ញុំគួរតែព្យាយាមពីរបីដងទៀត ព្យាយាមតែ បាទ ទៀត ខ្ញុំដាក់ម្ដងធ្លាក់ហើយខ្ញុំបោះបង់បាទបោះបង់តែខ្ញុំមិនមែនបោះបង់ហើយខ្ញុំអត់ទៅការ៉េខ្ញុំបោះបង់ហើយខ្ញុំចាប់យកឱកាសផ្សេងមួយទៀតបាទបានអាហារូបករណ៍ដែរគាត់ថាអត់បានលុយចាយគេ ហឹម